សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូបញ្ជាក់ថាកម្ពុជាបារាំងកំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគណៈដែលកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរជាក់ស្ដែងនៅក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយនឹងលោកអេម៉ាញូអែលម៉ាក្រុងប្រធានាធិបតីបារាំងនេះអំឡុងពេលដែលសម្ដេចធិបតីចូលរួមសន្និសីទលើកទី3របស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រពីថ្ងៃទី8ដល់ថ្ងៃទី13ខែមិថុនាឆ្នាំ2025នៅទីក្រុងនេះប្រទេសបារាំងភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនក្នុងនោះរួមមានវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចការពារជាតិនិងសន្តិសុខធម្មពលនិងវប្បធម៌ជាដើមបើតាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខប្រធានាធិបតីបារាំងនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្មនិងសេដ្ឋកិច្ចផងដែរ